ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមចេញវីដេអូបន្ទាប់ពីវីដេអូមុនឥឡូវទៅរៀនខ្ញុំដល់វគ្គនេះហើយបងប្អូនចាប់តាំងពីខ្ញុំចេញវីដេអូមកតាំងពីផ្ការីកឥឡូវនេះទៅរៀនខ្ញុំវ័យចូល80ថ្ងៃទៅ90ថ្ងៃហើយវ័យនេះគឺវាផុតគ្រោះថ្នាក់នៃការធ្លាក់ហើយបងព្រោះទោះត្រួយខ្ចីចេញក៏វាមិនធ្លាក់ទៀតដែរតែវគ្គនេះយើងត្រូវមើលថែវាដោយការដាក់ទឹកឲ្យបានទៀងទាត់គឺអាចដាក់មួយថ្ងៃម្លងថ្ងៃទេយើងដាក់កន្លះម៉ោងអីទៅហើយសម្រាប់ថ្នាំសត្វល្អិតយើងមើលជាក់ស្ដែងបើមានតកៅមានសត្វអីយើងបាញ់វាហើយនឹងផ្ដល់អាហារឲ្យវាទៅអាហារបំពន់ដូចជាជីឬក៏ថ្នាំបំពន់ដាក់លាយជាមួយសត្វល្អិតទៅយើងបាញ់ 4-10 ថ្ងៃម្ដងអញ្ចឹងបងប្អូនវីដេអូនេះខ្ញុំអត់មានច្រើនខ្ញុំចេញឲ្យបងប្អូនបានមើលថាតើត្រេនខ្ញុំបានប៉ុណ្ណាហើយដល់វ័យណាហើយឥឡូវចេញមកបានវ័យប៉ុណ្ណេះហើយអញ្ចឹងឃើញថាអ្នកបងប្អូននៅតាមដានវីដេអូខ្ញុំមុនតើបានដល់ណាហើយឥឡូវបានប៉ុណ្ណេះហើយបាទគឺមានតែប៉ុណ្្នឹងដើម្បីចេញវីដេអូឲ្យបងប្អូនឃើញបាទសូមទស្សនាដោយរីករាយហើយចុងក្រោយបងប្អូនខ្ញុំជួយចុច Subscribe នៅរូបកណ្ដឹងឲ្យខ្ញុំផងដើម្បីចេញវីដេអូក្រោយៗទៀតបងប្អូនបានឃើញមុនគេបាទអរគុណបាទនេះទេបាទខ្ញុំអត់បានបញ្ចូលសំឡេងអីទៀតទេព្រោះខ្ញុំចង់ឲ្យបងប្អូនមើលពីទុរេនមើលពីរូបភាពដែលខ្ញុំបានថតនេះគឺបន្ទាប់ពីវីដេអូមុនបាទអត់មានអីច្រើនទេបងប្អូនគឺចេញវីដេអូដើម្បីឲ្យដឹងថាដល់ណាហើយតែប៉ុណ្្នឹងបាទអរគុណបាទ